បាទសម្រាប់បងប្អូនដែលតែងតែសួរជាមួយនឹងពុំណាបាទសួរជាមួយនឹងពុំថាពុំបដូរជ្រុងមិនបដូរមូលមិនបាទអញ្ចឹងខ្ញុំបង្ហាញឡើងវិញអានេះគឺបដូរមូលវាមិនមែនមូលនេះទេវាជាលក្ខណៈដូចគ្រាប់ថ្នោតណាបាទនេះជាលក្ខណៈជ្រុងឥឡូវនេះគឺយើងជ្រុងអញ្ចឹងវាតម្លៃពីរហ្នឹងខុសគ្នាណាបោះម្ដងពីរដុំដូចគ្នាហើយកម្រាស់សាច់ឥដ្ឋហ្នឹងគឺ8ហ៊ុនណា8ហ៊ុនកម្ពស់វា1 តឹក 8 ប្រវែងវាបាទសម្រាប់យើងវាយដៃនេះគឺ4 តឹកណាប្រវែង4 តឹកក្នុងមួយដុំណាហ្នឹងហើយអញ្ចឹងបោះម្ដងបាន2ដុំអញ្ចឹងបងប្អូនសួរសំណួរច្រើនថាបដូរជ្រុងឲ្យវាមិនមូវាមិននេះគឺជាវីដេអូដែលខ្ញុំបង្ហាញណាអញ្ចឹងយើងមាននៅក្នុងស្តុកបាទបដូរជ្រុងគឺបងប្អូនគឺជួយបដូរជ្រុងគឺយើងធ្វើបាទច្រើនជាងបាទជាងលឿនជាងអញ្ចឹងតម្លៃយើងធូរជាងប៉ុន្តែបងប្អូនខ្លះគាត់សួរតម្លៃដូចថ្លៃជាងមុនបាទតម្លៃគឺយើងធ្វើរៀងថ្លៃជាងមុនដោយសារទី1គឺយើងធ្វើយកជាងដែលជំនាញបាទធ្វើដោយចិត្តផ្ចង់បាទយើងមានការធានាជូនបងប្អូនបាទហើយនឹងបរិញ្ញាបងប្អូនចេះប្រើប្រាស់ហើយសាច់ដែកគឺយើងប្រើជាមួយនឹងសាច់ដែកបាទស្លឹកធំអញ្ចឹងសាច់ដែកស្លឹកធំគឺជាសាច់ដែកពេញសាច់របស់វាមិនមែនជាប្រភេទដែកធ្លាក់ដែលស្លឹកតូចមកធ្វើទេអញ្ចឹងភាពដែករបស់វាគឺរឹងមាំវារឹងវាមិនងាយប៉ោងណាវាយវាមិនងាយប៉ោងបាទអញ្ចឹងគឺវាខុសគ្នាអញ្ចឹងថ្ងៃនេះគឺយើងបានសបាន4ពុំប្រែបដូរមូលស1ទៀតណាបាទបដូរជ្រុងបាទគឺសល់បាន3ណាបាន3បាទអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការបាទអាចទំនាក់ទំនងមកបានណាតាមលេខទូរស័ព្ទបាទចាំបងប្អូនអាចកត់យកទៅបាទ0បាទ12 63 2345ឬក៏016បាទ63 2345បាទនឹង0បាទ66នឹងប្រព័ន្ធមាត់ហ្វូន63 2345ដូចគ្នាអញ្ចឹងបងប្អូនអាចតាក់ទងមកបានហើយនៅក្នុងឃ្លាំងក៏យើងមានប្រភេទម៉ាស៊ីនផ្សេងផងដែរបាទដែលអាចបងប្អូនអាចសួរនាំបាទต้องការត្រូវការជាមួយនឹងម៉ាស៊ីនប្រភេទណាមួយបាទបងប្អូនអាចតាក់ទងបានណាបាទអរគុណច្រើនបាទសម្រាប់ការគ្រប់គ្រងបាទមកលើគ្រឿងកសិកម្មយើងខ្ញុំបាទចំពោះម៉ាស៊ីនផ្សេងដែលយើងអត់មានស្តុកក៏បងប្អូនអាចកំងបានបងប្អូនអាចផ្ញើរូបមកណាតាក់ទងទៅនឹងម៉ាស៊ីនកសិកម្មបងប្អូនអាចប្រឹក្សាបាទជាមួយនឹងខាងខ្ញុំបានហ្នឹងហើយអរគុណបាទសូមបញ្ចប់ប៉ុណ្ណឹងបាទសម្រាប់បងប្អូនដែលតែងតែសួរជាមួយនឹងពុំណាបាទសួរជាមួយនឹងពុំថាពុំបដូរជ្រុងមិនបដូរមូលមិនបាទអញ្ចឹងខ្ញុំបង្ហាញឡើងវិញអានេះគឺបដូរមូលវាមិនមែនមូលនេះទេវាជាលក្ខណៈដូចគ្រាប់ថ្នោតណាបាទនេះជាលក្ខណៈជ្រុងឥឡូវនេះគឺយើងជ្រុងអញ្ចឹងវាតម្លៃពីរហ្នឹងខុសគ្នាណាបោះម្ដងពីរដុំដូចគ្នាហើយកម្រាស់សាច់ឥដ្ឋហ្នឹងគឺ8ហ៊ុនណា8ហ៊ុនកម្ពស់វា1 តឹក 8ប្រវែងវាបាទ